បងប្អូនទាំងអស់គ្នារូបដែលខ្ញុំកំពុងតែដាក់បង្ហាញជូនទៅកាន់បងប្អូនទាំងអស់គ្នាទស្សនានេះគឺជាប្រភេទក្លឹម Workload ពុកម៉ែបងប្អូនដែលជាប្រភេទក្លឹមក្រាក់រលេះពុកម៉ែបងប្អូនហើយយើងយកមកសាងជាតួអង្គព្រះពុទ្ធប្រក់នាគឬមួយក៏នាគប្រក់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ដែលជាខ្នាតបន្តោងខ្សែកពុកម៉ែបងប្អូនទាំងអស់គ្នាបងប្អូនមានដឹងទេថាប្រភេទក្លឹម Workload នេះមានអានុភាពខាងអ្វីបើសម្រាប់បងប្អូនដែលដឹងលោកតែងតែមានជំនឿជឿជាក់ហើយរមែងតែចង់បានពាក់ព័ន្ធនៅលើវត្ថុធាតុដើមបែបនេះបើបងប្អូនណាដែលមិនទាន់ដឹងខ្ញុំនឹងជម្រាបទៅកាន់បងប្អូនពាក់ព័ន្ធនៅលើជំនឿនៃមរតកដូនតាខ្មែរយើងផ្នែកនៅលើវិស័យក្លឹម Workload ប្រភេទក្លឹម Workload នេះបើយើងនិយាយទៅតាមជំនឿនៃមរតកដូនតាខ្មែរយើងគឺលោកមានជំនឿដល់ទៅ4រឿងពុកម៉ែបងប្អូនរឿងទី1នឹងគឺការពារខាងស្វិតហើយនឹងបញ្ជាសត្វអាសេរពិសទាំងឡាយទាំងពួងមិនឲ្យជួបប្រសពនៅលើផ្លូវដែលយើងកំពុងតែធ្វើដំណើរមិនថាយើងធ្វើដំណើរទៅកាន់ទីជិតឬក៏ទីឆ្ងាយក្តីឬក៏ធ្វើដំណើរនៅក្នុងព្រៃភ្នំក្តីគឺបញ្ជានៅលើសត្វអាសេរពិសនិងបញ្ជានៅលើរឿងអមនុស្សទាំងឡាយមិនឲ្យមកបៀតបៀនមកឲ្យជួបប្រសពនៅលើផ្លូវរបស់យើងដែលយើងកំពុងតែធ្វើដំណើរហើយជំនឿទី2ហ្នឹងគឺខាងរិទ្ធអំណាចដេចជះដែលថាធ្វើឲ្យយើងនេះមានរិទ្ធមានអំណាចមានដេចជះមិនចាញ់ច្រាបនៅលើបុគ្គលឯណាមិនថាបុគ្គលនោះពាក់ទៅដោយចង្កូមខ្លាឬក៏មានរិទ្ធមានអំណាចមានបារមីខ្ពស់ក៏ដោយពេលដែលយើងមានវត្ថុបែបហ្នឹងដាក់តាមខ្លួនគឺធ្វើឲ្យយើងនេះមិនចាញ់ច្រាបគេទេហើយអ្វីដែលជាពិសេសសម្រាប់វត្ថុនឹងជួយជំរុញធម៌ពលផ្លូវចិត្តរបស់យើងឲ្យយើងហ៊ានគិតហ៊ានធ្វើនៅលើអ្វីដែលយើងគិតថាត្រូវហើយអានុភាពទី3គឺខាងចម្បាំងរាងជលបើសម័យបុរាណអាចារ្យរបស់យើងពេលដែលសង្គ្រាមតូចសង្គ្រាមធំកើតឡើងគឺលោកមិនអាចខ្វះបានឡើយនៅលើប្រភេទវត្ថុធាតុដើមបែបនេះដោយលោកមានជំនឿថាវត្ថុធាតុដើមបែបនេះនឹងអាចជួយការពាររារាំងនៅលើរឿងសង្គ្រាមតូចធំទាំងឡាយមិនឲ្យលោកនេះមានរបួសស្នាមដោយសារភ្លើងសង្គ្រាមណាពុកម៉ែបងប្អូនហើយអានុភាពទី4ចុងក្រោយគេគឺការពារនៅលើរឿងវិជាមុនខ្មៅមិនថាវិជានោះកើតចេញអំពីគ្រូបាអាចារ្យដែលលោកចេះវិជាឬក៏កើតចេញអំពីវិជាដែលកើតចេញអំពីអមនុស្សជាអ្នកបណ្ដាលក្តីក៏អាចជួយការពាររារាំងនៅលើរឿងទាំងអស់នោះបានដរាបណាវត្ថុនេះមិនបាត់បង់ឬក៏បាក់បែកអានុភាពឬក៏ប្រសិទ្ធភាពគឺនៅដូចដើមដូច្នេះហើយទើបជំនឿនេះគឺមានតាំងពីបុរាណរហូតមកដល់សព្វថ្ងៃអ្នកដែលគេធ្លាប់ឆ្លងកាត់អ្នកដែលគេធ្លាប់ប្រើប្រាស់នៅលើវត្ថុបែបនេះគេនឹងតែងតែជឿជាក់ដោយថាมันអាចខ្វះបានណាពុកម៉ែបងប្អូនប៉ុន្តែបើសម្រាប់បងប្អូនដែលមិនជឿគឺខ្ញុំក៏មិនហ៊ានរីខមមិនឲ្យបងប្អូនជឿដែរពុកម៉ែបងប្អូនដោយសារតែរូបនេះគឺយើងសាងឡើងមកតែមួយដើម្បីដាក់ស្វែងរកបងប្អូនណាដែលមាននិស្ស័យតែប៉ុណ្ណោះបើបងប្អូនគិតថាស័ក្តិសមគិតថាមានជំនឿជឿជាក់នៅលើវត្ថុធាតុដើមបែបនេះខ្ញុំគិតថាស័ក្តិសមណាស់សម្រាប់បងប្អូនទាំងអស់គ្នាហើយសម្រាប់ការចែករំលែកឬមួយក៏ដាក់បង្ហាញនេះគឺការចេញអំពីគ្រឿងខ្មៅអង្គរបើស្រឡាញ់ពេញចិត្តសូមត្រឹមតែចុច like ហើយនឹង share បើមានចម្ងល់ក៏អាចទំនាក់ជា comment នៅខាងក្រោមបានចែករំលែកឡើងវិញដោយគ្រឿងខ្មៅអង្គរ